ជាតិមាតុភូមិសូមជម្រាបថាផ្កាខ្លឹមច័ន្ទត្រូវបានប្រើប្រាស់នៅក្នុងពិធីបូជាសពរបស់ឥស្សរជនជាន់ខ្ពស់នៅក្នុងសង្គមខ្មែររបស់យើងដោយសារផ្កាខ្លឹមច័ន្ទគឺជាផ្កាដែលមានតម្លៃខ្ពង់ខ្ពស់ក៏ដូចជាផ្កាដែលកម្រហើយដែលត្រូវបានប្រើប្រាស់សម្រាប់ការបូជាសពការធ្វើពិធីឈាបនកិច្ចចំពោះព្រះសពព្រះមហាក្សត្រក៏ដូចជាសពឥស្សរជនជាន់ខ្ពស់ជាថ្នាក់ដឹកនាំនៅក្នុងប្រទេសជាគណៈចំនួន108អង្គទាំងប្រអភិធម្មទាំងគណៈធិការសូមស្ដេចយាងនិមន្តឡើងទៅលើមេនដើម្បីនឹងរកពិធីថ្វាយព្រះសតកណភិធម្មសូមស្ដេចយាងនឹងរតនានិមន្ត
Rồi.
สนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะอารามณปัจจยาอธิปตาปัจจยาอนันตระปัจจยาสัมนันตระปัจจยาสหเจตปัจจยาอัญญมัญญปัจจยาตัปปัจจยาปัจจเจตปัจจยาอาเสวนาปัจจยาปัมมปัจจยาวิปากปัจจยาอาหารปัจจยาอินทรียปัจจยาเชียนะปัจจยาเมฆปัจจยายัตตปัจจยาวัปยัตตปัจจยาอัตถปัจจยานัตถปัจจยาวิกตปัจจยาอวิกตปัจจยาอวิสตวิเทนวิภัตตังมหาปัฏฐานาปการนังนิยมสมัตตังยังเวรังสปัตตังตัทธังจรังนิสันนาเวียสยานาเวียเยวตาสวิกตมะโทเอตังสตังทัตถยพรมนเมตังวิหารังธมิยตัทธังยาสเนนังปนาเรไตเตโอปาดวิยธรรมิโนโอปัจจทวานโรยชันเตสังโวปสมาสขาวดวิยธรรมิโนโอปัจจทวานโรยชันเตสังโวปสมาสขาวสัตชาทาเปตเวญญาณานิรัตถังเวทลังกะรังสัตเมียเตภเวทวันดารายาสไทติเขยุกาภเวอภิเวตนะไสไลสนัยจังวัฏเทปจายนาจัตตาธรรมเยวัฏันเดอายุวันนาสัพพังเปลังนัตตกาหันตอาเจียไปเขียหันตอนิเขียหันตติเขียยุกาหันตอารเกียหันตสัมปัตติสมัยฉันตสกัยอัตตานังรันตตกาปาตาจนัตตกาพยาปาตาจนัตพยาสาวกาปาตาจเนสาวกาหันตสัพเพเปปาเนนาทุสาทุสาทุសូមជូនអ្នកផលចំពោះទៅដល់មេត្តាបិតាគុណគ្រូឧបជាយាចាគុណញាតិកាសន្តានជីដូនជីតារស់នៅក្តីណាលោកម្ចាស់ចែកឋានសូមជូនអ្នកផលการដល់សពសែនសានដល់ឋានផុតទុកយ៉ាងកិញ្ចិកុសលកម្មង្កាតាពាំងកិរិយ៉ាងនវិជ្ជាមនសាតិតសេសកតាងកតាងយេសតាសាញ្ញណោអថយេចសតាអសាញ្ញណោកតាងបញ្ញផលាងមហាងសាពេภวันตเตเยตังกตังสวิติตังเตนังปัญญพลังมาเยเยจัตตาธนเจียนันเตเตเวียนิเวทยงสัพเพโลกามหเยสัตตาจีวันตาหาระเหตุกามนนยังโพจนังและพันตมมเจตสาเตจากตุรกัสเมกชนจิติกรบในเป็นนี้ព្រះសង្ឃបានសូត្រព្រះសតបករណភិធម្មរួចរាល់ហើយការសូត្រនៅព្រះសតបករណភិធម្មជូនសពសម្ដេចអគ្គមហាធម្មពុទ្ធិសាគតិព្រឹទ្ធបណ្ឌិតជាស៊ីមនៅក្នុងឱកាសនេះគឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់សម្ដេចសូមដួងវិញ្ញាណក្ខន្ធរបស់សម្ដេចបានទៅកាន់សុគតិភពនិងបានយោនយកកំណើតនៅទីឋានដ៏ខ្ពង់ខ្ពស់កំបីឃ្លៀងឃ្លាតឡើយ
សូមជម្រាបជូនទូរទស្សនិកជនឲ្យបានជ្រាបថាបន្ទាប់ពីពិធីព្រះសតកប្រណពិធម្មពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីទាំងពីរគណៈក៏ដូចជាសម្ដេចព្រះរាជាគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គរួចហើយគឺកម្មវិធីបន្តគឺជាការដង្ហែប្រតិសិនមេនជាអត្តរាពតដោយគ្រួសារនៃសពនៅពេលដែលពិធីឈាបនកិច្ចចាប់ផ្ដើមគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចនឹងអញ្ជើញអានវិយុទ្ធបន្ទាប់មកគឺមានពិធីគ្រប់សពចុងក្រោយដោយភ្ញៀវកិត្តិយសនិងអ្នកចូលរួមទាំងអស់អញ្ជើញក្រោកឈរហើយថ្នាក់ដឹកនាំកម្ពុជារបស់ជាតិនិងលោកជំទាវនឹងអញ្ជើញជូនផ្កាក្លឹមច័ន្ទជាបន្តបន្ទាប់ចំពោះការបូជាសពភ្ញៀវអន្តរជាតិនិងអង្គទូតមន្ត្រីរាជការនិងញាតិមិត្តជិតឆ្ងាយនៃសពក៏ដូចជាគ្រួសារសពក៏នឹងជូនផ្កាក្លឹមច័ន្ទដើម្បីប្រារព្ធពិធីបូជាសពនៅក្នុងឱកាសនៃពិធីបូជាសពនេះគឺសម្ដេចក្រឡាហោមសខេងនិងកុលបុត្រដែលបានដួសរួចហើយនឹងអញ្ជើញសូមព្រះអគ្គីពីសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈសម្ដេចក្រឡាហោមសខេងនិងកុលបុត្រយកព្រះអគ្គីមកថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គនឹងប្រោសព្រះរាជទានព្រះអគ្គីដល់សពពីព្រះពន្លាជ័យបន្តមកទៀតកម្មវិធីបន្ទាប់គឺសម្ដេចក្រឡាហោមសខេងតំណាងគ្រួសារសពនឹងអញ្ជើញថ្លែងអំណរព្រះរាជគុណព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងថ្លែងអំណរគុណថ្នាក់ដឹកនាំភ្ញៀវកិត្តិយសជាតិអន្តរជាតិមន្ត្រីរាជការស៊ីវិលយោធានិងប្រជាពលរដ្ឋព្រះសង្ឃប្រហោះទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីបុណ្យសពនេះសូមបញ្ជាក់ជូនទូរទស្សនិកជនឲ្យបានជ្រាបផងដែរថានៅក្នុងការផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជាពីពិធីឈាបនកិច្ចសពសម្ដេចអគ្គមហាធម្មពុទ្ធិសាគតិព្រឹទ្ធបណ្ឌិតជាស៊ីមនៅក្នុងឱកាសនេះក៏មានការចូលរួមផ្សាយបន្តផ្ទាល់ពីគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់នៅក្នុងរាជធានីភ្នំពេញយករូបភាពពិធីដង្ហែតាមដងព្រះមហាវិថីព្រះនរោត្តមមហាវិថីព្រះសីហនុក៏ដូចជាតរវិថីសភារស់គឺរួមមានទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ11ទូរទស្សន៍អាស៊ីអាគ្នេយ៍ទូរទស្សន៍ CTN ទូរទស្សន៍បាយ័នវិទ្យុជាតិ FM ក៏ដូចជាការចាប់យករូបភាពផ្សាយផ្ទាល់ពីស្ថានីយទូរទស្សន៍ទាំងអស់និងការផ្សាយផ្ទាល់នៅសម្លេងក៏ដូចជាទស្សនវិជ្ជាទាំងស្រុងនៃពិធីបុណ្យដោយវិទ្យុ FM ជាតិទាំង17ខេត្តក្រុង
ជាអនុញ្ញាតគូស្វាយប្រគេននិងជំរាបជូនកម្មវិធីជាបន្តអំពីសម្ដេចព្រះមហាសង្ឃរាជទាំងពីរព្រះអង្គសម្ដេចព្រះជាគណៈមន្ត្រីសង្ឃលោកបានប្ររពនៅពិធីបង្កលរួចហើយនឹងប្រគេនទយទានចង្ហាន់និងចតុបច្ច័យរួចហើយចូលដល់ពិធីដង្ហែចាក់សិនជាឧត្តរាភរណ៍ដោយលោកអាចារ្យនាំមុខព្រមទាំងគ្រួសារសពផ្ទាល់ចឹងក៏សូមគោរពអញ្ជើញគ្រួសារសពសម្ដេចអគ្គមហាធម្មពោធិសាលសូមមេត្តាអញ្ជើញមកពីខាងកើតព្រះមេនដើម្បីនឹងលោកអាចារ្យលោកនាំចាក់សិនជាឧត្តរាភរណ៍សូមគោរពអញ្ជើញគ្រួសារសពផ្ទាល់ហើយនឹងលោកខាងភ្លេងខ្លងឆ្នាក់ព្រមទាំងលោកអ្នកវាយកោខ្ញុំសូមគោរពអញ្ជើញរៀបចំតាមការគួរខាងកើតខាងក្រោយលោកអាចារ្យនឹងបានហើយកងផងនឹងបានហើយសូមអញ្ជើញទៅពីខាងក្រោយបាទសូមអញ្ជើញទៅពីខាងក្រោយសូមកងរោណាចាទូរទស្សនិកជនជាទីគោរពនៅពេលនេះពិធីដង្ហែប្រតិសិនជាឧត្តរាភរណ៍3ជុំពីសំណាក់ក្រុមគ្រួសារសពបានចាប់ផ្ដើមហើយដោយមានការនាំមុខដោយសម្ដេចប្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងក្រុមគ្រួសារនៃសពក្រោមការនាំមុខពីក្រុមភ្លេងខ្លងឆ្នាក់និងអាចារ្យដើម្បីធ្វើពិធីសាសនាទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើងសូមបួសមុខភ្លើងហើយនឹងស្រាយលេខទូលត្រូវបល័យសូមមេត្តាបន្ទិញធម៌ដែលបានកត់ប្រគេននឹងជូននៅក្នុងចិត្តបាទពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិហើយអ្នកបួសមុខភ្លើង
កាយានុបស្សនាសតិបដ្ឋាนังវេទនានុបស្សនាសតិបដ្ឋាนังចិត្តតានុបស្សនាសតិបដ្ឋាนังធម្មានុបស្សនាសតិបដ្ឋាนังសូមនិមន្តនិងអញ្ជើញទេវលានៅក្នុងចិត្តសូមនិមន្តនិងអញ្ជើញទេវលាទៅតាមដែលបានរៀនចេះចាំហើយកណ្ដាលម្ចាស់ប្រកងបុះមុខភ្លើងទេវលាទៅតាមដែលបានរៀនហើយគឺកាយានុបស្សនាសតិបដ្ឋាนังវេទនានុបស្សនាសតិបដ្ឋាนังចិត្តតានុបស្សនាសតិបដ្ឋាนังធម្មានុបស្សនាសតិបដ្ឋាนังលោកវិទ្យាដែលប្រាយលាយទាំងទូលត្រូវបល័យសូមទេវលាពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិ
គ្រប់ហើយរោគោមហ្នឹងចាំជួយយកណាដើមមកផុតមកជួយយកធ្វើបល័យហើយនឹងជើងធូបដាក់កន្លែងកណ្ដាលវិញអញ្ជើញសុំអញ្ជើញសម្ដេចអាដាមលោកអញ្ជើញលោកមេត្តាអញ្ជើញដើរមកផុនយ៉ាងមកហើយសូមអញ្ជើញទៅសម្រាប់សម្រួលអរិយាបថអញ្ចឹងកាន់ឡើងតែម្ដងហ្នឹងវិធីបន្តសូមជូនទូនាទីទៅអាដាមទេសពេកគណៈកម្មការបុណ្យជាតិបាទសូមឲ្យអាដាមមេត្តាចាត់ការទៅតាមការគួរបាទសូមអរព្រគុណជាបឋមទូប្រមគុំខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីសម្ដេចព្រះអភិសិរិស្គុណធាមហាសង្ឃរាជាធិបតីសម្ដេចព្រះមហាសុមេធាធិបតីសម្ដេចព្រះរាជាគណៈប្រធេរានុធេរៈគ្រប់ព្រះអង្គជាទីសក្ការៈទូព្រះបង្គំជាខ្ញុំសូមក្រាបបង្គំទូថ្វាយប្រកាសណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ពងពោះបំផុតសូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថព្រះនុព្រះវររាជមេតាជាតិខ្មែរជាទីសក្ការៈដ៏ពងពោះបំផុតសូមគោរពសម្ដេចអគ្គមហាពញាចក្រីហេសមរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវជាទីគោរពសូមគោរពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកតេព្រះបណ្ឌិតជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពសម្ដេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពសម្ដេចព្រះអង្គចាស់អាយដាមលោកជំទាវលោកអញ្ញាលោកស្រីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធជនជាតិអង្គទូតអង្គការជាតិអន្តរជាតិពុទ្ធបរិស័ទនិងញាតិមិត្តជិតឆ្ងាយទាំងអស់ជាទីគោរពនិងជាទីមេត្រីថ្ងៃនេះគឺថ្ងៃសុក្រទី19ខែមិថុនាឆ្នាំ2015លោះអាល័យយ៉ាងធ្ងន់ពុនប្រមាណដោយបុត្រធីតាព្រមទាំងចៅក្រុមគ្រួសារបានបាត់បង់នៅឪពុកជីតាដែលមានភក្តីភាពស្មោះត្រង់ជាទីគោរពស្រឡាញ់និងដ៏មានព្រហ្មវិហារធម៌ហើយដែលយើងទាំងអស់គ្នាបានបាត់បង់នៅអ្នកដែលមានភក្តីភាពបម្រើដោយស្មោះត្រង់ចំពោះជាតិសាសនាព្រះមហាក្សត្រនោះគឺការទទួលមរណភាពរបស់សម្ដេចអគ្គមហាធម្មពោធិសត្វជាស៊ីមប្រធានព្រឹទ្ធសភាប្រធានគណៈបកប្រជាជនកម្ពុជាថ្ងៃនេះយើងមានទុក្ខអារម្មណ៍យ៉ាងធ្ងន់ពុនប្រមាណដើម្បីប្រារព្ធពិធីបុណ្យបូជាសពសម្ដេចអគ្គមហាធម្មពោធិសត្វជាស៊ីមទៅតាមប្រពៃណីជាតិប្រពៃណីព្រះពុទ្ធសាសនាតែដើមកម្មវិធីជាដំបូងនេះទូព្រះបង្គំជាខ្ញុំប្រកាសណាខ្ញុំបាទសូមព្រះអនុញ្ញាតគោរពអញ្ជើញសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអានវិយោគថាសូមគោរពអញ្ជើញសូម
ราបទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃប្រជាជាតិណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់សូមក្រាបបង្គំទូលថ្វាយសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមក្រាបបង្គំទូលថ្វាយសម្ដេចព្រះអគ្គមហាសង្ឃរាជជាតិបតីទេពវង្សសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជជាតិបតីវគ្គីសម្ដេចព្រះសង្ឃនាយកនិងព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចវិវលសេនាបក្តីសៃឈុំប្រធានព្រឹទ្ធសភានៃប្រជាជាតិណាចក្រកម្ពុជាសូមគោរពសម្ដេចអគ្គមហាបញ្ញាចក្រីហេងសំរិនប្រធានរដ្ឋសភានៃប្រជាជាតិណាចក្រកម្ពុជានិងលោកជំទាវសម្ដេចព្រះអង្គម្ចាស់ឯកឧត្តមលោកជំទាវលោកកញ្ញាលោកស្រីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធជនរួមជាតិអង្គទូតអង្គការជាតិអន្តរជាតិពុទ្ធបរិស័ទនិងមានញាតិមិត្តជិតឆ្ងាយទាំងអស់ជាទីមេត្រីគូព្រះបង្គំយើងខ្ញុំទាំងអស់គ្នាមានទុកគ្រាមក្រំសពតសពូនខ្សឹបស៊ូលឧឡាក្នុងចិត្តឥតឧបមាដែលទូលបង្គំយើងខ្ញុំបានដង្ហែជូនដំណើរសពសម្ដេចអគ្គមហាធម្មពោធិសត្វជាស៊ីមប្រធានព្រឹទ្ធសភានៃប្រជាជាតិណាចក្រកម្ពុជាប្រធានគណៈបព្វជិជនកម្ពុជានិងជាប្រធានគណៈអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរសេសាមគ្គីអភិវឌ្ឍកម្ពុជាមកកាន់ទីឋានបច្ឆាមរណៈនេះពេលនេះជាកិច្ចលាគ្នាជាចុងក្រោយស្របតាមប្រពៃណីទំនៀមទម្លាប់ខ្មែរយើងមរណភាពរបស់សម្ដេចអគ្គមហាធម្មពោធិសត្វជាស៊ីមជាការបាត់បង់អិសរាជជនជាន់ខ្ពស់ជាថ្នាក់ដឹកនាំកម្ពុជាមួយរូបរបស់ជាតិប្រជាជននិងគណៈបព្វជិជនកម្ពុជាដែលមួយជីវិតរបស់សម្ដេចបានតស៊ូដើម្បីឯករាជ្យជាតិពិសេសបានពុះពៀរាល់ឧបសគ្គដើម្បីសង្គ្រោះជាតិកសាងសន្តិភាពផ្សះផ្សាបង្រួបបង្រួមជាតិការពារស្ដារនិងអភិវឌ្ឍជាតិមាតុភូមិកម្ពុជារហូតមកមរណភាពរបស់សម្ដេចអគ្គធម្មពោធិសត្វជាស៊ីមក៏ជាការបាត់បង់បិតាជីតាឪពុកធំឪពុកនាងនិងកល្យាណមិត្តដែលប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតដោយសេចក្តីរន្ធត់សោកស្ដាយអាឡោះអាល័យក្រៀមក្រំរកទីបំផុតគ្មាននោះទូលព្រះបង្គំជាខ្ញុំប្រកាសណាខ្ញុំសូមបរិជានុញ្ញាតនិងអនុញ្ញាតថ្វាយប្រគេននិងជម្រាបជូនពីដំណើរជីវិតសង្ខេបរបស់សម្ដេចអគ្គមហាធម្មពោធិសត្វជាស៊ីមដូចតទៅ1អំពីស្ថានភាពគ្រួសារសម្ដេចអគ្គមហាធម្មពោធិសត្វជាស៊ីមនាមដើមយិនសោយកើតនៅថ្ងៃទី15ខែវិច្ឆិកាឆ្នាំ1932ក្នុងគ្រួសារកសិករនៅភូមិពពីលឃុំអំពិលស្រុករវាហែកខេត្តស្វាយរៀងបិតារបស់សម្ដេចឈ្មោះយិនសៅនិងមេដាឈ្មោះប៉ែននៅដែលលោកទាំងពីរបានទទួលមរណភាពអស់ហើយសម្ដេចមានបងប្អូនបង្កើតចំនួន7នាក់
ដែលលោកទាំងអស់នោះក៏បានទទួលមរណភាពអស់ហើយដែរតាំងពីកុមារភាពរហូតដល់ពេញវ័យអាស្រ័យដោយគោរពប្រពៃណីខ្មែរនិងដើម្បីសម្ដែងកតញ្ញូតាធម៌ចំពោះមាតាបិតានៅឆ្នាំ1945ត្រូវបានលោកឪពុកនិងអ្នកម្ដាយនាំបុត្រវិញជំទង់ជាទីស្រឡាញ់ឲ្យចូលសាងគ្រោះជាសាមណេរនៅវត្តអំពិលឃុំអំពិលស្រុករមាសហែកខេត្តស្វាយរៀងតាំងពីបានទៅសំណាក់ក្នុងវត្តហើយសាមណេរយិនសយបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងឧស្សាហ៍ព្យាយាមរៀនព្រះធម៌ធម្មវិន័យអក្សរសាស្ត្រលេខដល់ពុនឡាហើយមានការយល់ដឹងនិងចេះចាំយ៉ាងជ្រាលជ្រៅនៅក្បួនច្បាប់ព្រះពុទ្ធសាសនាសំជាពហុសូត្រក្នុងពុទ្ធសកលមណ្ឌលនាគ្រានោះព្រមទាំងមានការគោរពគ្រូបាធ្យាយជានិច្ចមិនថាយប់មិនថាថ្ងៃរហូតបញ្ចប់ការសិក្សានិងទទួលបានសញ្ញាបត្រថ្នាក់ពុទ្ធកមធ្យមសិក្សានៅឆ្នាំ1952សម្ដេចបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវញ៉ែមសឿននៅឆ្នាំ1955លោកជំទាវញ៉ែមសឿនប្រសូតនៅថ្ងៃ15ខែមករាឆ្នាំ1938នៅភូមិបន្លងជ្រៅឃុំក្របៅស្រុកកំចាយមីខេត្តព្រៃវែងហើយបានទទួលមរណភាពនៅថ្ងៃ3ខែកក្កដាឆ្នាំ2009សម្ដេចនឹងលោកជំទាវញ៉ែមសឿនមានបុត្រាបុត្រីចំនួន7នាក់ក្នុងនោះប្រុស4នាក់និងស្រីចំនួន3នាក់2ប្រវត្តិនៃការតស៊ូនៃបេសកកម្មបម្រើសង្គ្រោះនិងអភិវឌ្ឍមាតុភូមិតាំងពីអាយុពេញវ័យមកសម្ដេចជាសៀមបានចូលរួមក្នុងចលនាតស៊ូដើម្បីឯករាជ្យមាតុភូមិកម្ពុជាក្នុងបេសកកម្មប្រវត្តិសាស្ត្រសង្គ្រោះជាតិក្នុងឋានៈតួនាទីជាអនុប្រធានរណសេរីសាមគ្គីសង្គ្រោះជាតិកម្ពុជាសម្ដេចបានរួមជាមួយសម្ដេចហេងសំរិនសម្ដេចហ៊ុនសែននិងអសរជនមួយចំនួនទៀតដឹកនាំការតស៊ូរំដោះជាតិនិងប្រជាជនឲ្យរួចផុតពីរបបបល្ល័ង្កពូជសាសន៍ប៉ុលពតនៅថ្ងៃទី7ខែមករាឆ្នាំ1979ក្រោយថ្ងៃរំដោះ7មករានោះភ្លាមសម្ដេចបានរួមជាមួយថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជាជ្រោងទុនស្ដារនិងកសាងប្រទេសជាតិឡើងវិញដើម្បីបំបត្តិនូវផលវិបាកធ្ងន់ធ្ងរដែលរបបបល្ល័ង្កពូជសាសន៍បានបន្សល់ទុកនិងខិតខំរាំងខ្ទប់កុំឲ្យរបបព្រៃខ្សែនេះវិលត្រឡប់មកវិញបាននៅពេលនោះសម្ដេចបានទទួលតួនាទីជាសមាជិកក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជានិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាចាប់តាំងពីឆ្នាំ1981មកសម្ដេចត្រូវបានជ្រើសតាំងជាប្រធានរណសេរីសាមគ្គីកសាងការពារមាតុភូមិកម្ពុជាជាតំណាងរាស្ត្រមណ្ឌលព្រៃវែងនិងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជាសម្ដេចបានធ្វើជាសាស្ត្រាចារ្យនៅសាលានយោបាយជាច្រើនដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់បម្រើប្រជាជននៅថ្ងៃទី17ខែតុលាឆ្នាំ1991សម័យប្រជុំពេញអង្គលើកទី14នៃគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជាបានសម្រេចជ្រើសតាំងសម្ដេចជាប្រធានគណៈបកប្រជាជនកម្ពុជាហើយសម្ដេចបានដឹកនាំគណៈបកក្នុងតំណែងនេះ
រហូតដល់ជីវិតចុងក្រោយរបស់សម្ដេចបានរួមជាមួយថ្នាក់ដឹកនាំទាំងអស់ខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជាតិរហូតឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ1991ស្ដីពីដំណោះស្រាយនយោបាយនៅកម្ពុជាតាមរយៈការបោះឆ្នោតជាសកលក្រោមការរៀបចំរបស់អាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជានៅខែឧសភាឆ្នាំ1993សម្ដេចត្រូវបានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលភ្នំពេញបន្តមកត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភានៃប្រជាជាតិណាចក្រកម្ពុជាសម្ដេចត្រូវបានជាប់ឆ្នោតម្ដងទៀតនៅជាតំណាងរាស្ត្រមណ្ឌលភ្នំពេញនៅពេលបោះឆ្នោតជាតិលើកទី2នៅថ្ងៃ26ខែកក្កដាឆ្នាំ1998សម្ដេចត្រូវបានប្រកាសណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុសពរិទ្ធហារតីតែងតាំងជាប្រធានព្រឹទ្ធសភានៃប្រជាជាតិណាចក្រកម្ពុជាសម្រាប់នីតិកាលទី1នៅថ្ងៃទី11ខែមីនាឆ្នាំ1999តាមរយៈការបោះឆ្នោតអសកលនៅថ្ងៃទី22ខែមករាឆ្នាំ2006សម្ដេចត្រូវបានជ្រើសតាំងជាសមាជិកព្រឹទ្ធសភាភូមិភាគទី1ក្រុងភ្នំពេញហើយបន្តមកត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានីតិកាលទី2នៅថ្ងៃទី29ខែមេសាឆ្នាំ2006សម្ដេចត្រូវបានជ្រើសតាំងជាប្រធានគណៈអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសេរីសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាតាមរយៈការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី3នៅថ្ងៃទី29ខែមករាឆ្នាំ2012សម្ដេចត្រូវបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគភ្នំពេញម្ដងទៀតនិងបន្តមកត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានីតិកាលទី3អំពីគោរមងារសញ្ញាបត្រនិងគ្រឿងឥស្សរជននៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1993សម្ដេចត្រូវបានប្រកាសណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាក្សត្រនៃប្រជាជាតិណាចក្រកម្ពុជាប្រោសព្រះរាជទាននៅគោរមងារជាសម្ដេចនៅថ្ងៃទី2ខែមីនាឆ្នាំ1998សម្ដេចបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យ The Southern California University សហរដ្ឋអាមេរិកនៅថ្ងៃទី27ខែកញ្ញាឆ្នាំ2007សម្ដេចបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជាផ្នែកអភិវឌ្ឍសមារណសាស្ត្រពីសាកលវិទ្យាល័យឧត្តររដ្ឋធានីនៃប្រជាជាតិណាចក្រថៃនៅថ្ងៃទី12ខែតុលាឆ្នាំ2007សម្ដេចត្រូវបានប្រកាសណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃប្រជាជាតិណាចក្រកម្ពុជាប្រប្រទានគោរមងារជាសម្ដេចអគ្គមហាធម្មពោធិសាលជាស៊ីនៅថ្ងៃទី21ខែធ្នូឆ្នាំ2009សម្ដេចត្រូវបានប្រកាសណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃប្រជាជាតិណាចក្រកម្ពុជាប្រប្រទានដំឡើងតំណន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ភុតលេខកាយមាស5នៃកងយុទ្ធពលខេមរៈភូមិន្ទនៅថ្ងៃទី15ខែកក្កដាឆ្នាំ2010
សម្ដេចបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជាផ្នែកស្រាវជ្រាវវិស័យកសិកម្មពីវិទ្យាស្ថានស្រាវជ្រាវវប្បធម៌ពិភពលោកនៃសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី13ខែកញ្ញាឆ្នាំ2010សម្ដេចបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជាផ្នែកភាពជាអ្នកដឹកនាំជាន់ខ្ពស់នៃកិច្ចការពិសិដ្ឋាពីសាកលវិទ្យាល័យ The Open Seminary នៃរដ្ឋ California សហរដ្ឋអាមេរិកនៅថ្ងៃ30ខែមីនាឆ្នាំ2011សម្ដេចត្រូវបានប្រកាសណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃប្រជាជាតិណាចក្រកម្ពុជាប្រទានគោរមងារជាគតិព្រឹទ្ធបណ្ឌិតនៃរាជបណ្ឌិតសភាកម្ពុជាសម្ដេចអគ្គធម្មពុទ្ធសាជាសៀមធ្លាប់បានទទួលគ្រឿងឥស្សរិយយសសំខាន់ដោយខាងក្រោមមនីសារភ័ណ្ឌថ្នាក់មហាសារីវត្តនៅថ្ងៃទី16ធ្នូឆ្នាំ1992ប្រជាណាចក្រកម្ពុជាថ្នាក់មហាសារីវត្តនៅថ្ងៃ30មេសា2001សវត្តារាថ្នាក់មហាសារីវត្តនៅថ្ងៃទី29កញ្ញា2001ការពារជាតិមាស2ប្រាក់2សម្រិត2នៅថ្ងៃទី15តុលា2001សេនាជ័យសិទ្ធនៅថ្ងៃ15តុលា2001ជាតិតូបកានៅថ្ងៃទី7មីនា2003ឯករាជ្យជាតិនៅថ្ងៃ28មីនា2008គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅថ្ងៃទី27វិច្ឆិកា2008គ្រឿងឥស្សរិយយសខ្ពស់បំផុតសម្រាប់ជនបរទេសពីព្រះចៅអធិរាជជប៉ុនសម្ដេចអគ្គមហាធម្មពុទ្ធិសាជាសៀមជាទីគោរពនិងជាទីអាឡោះអាល័យយើងខ្ញុំទាំងអស់គ្នាជាសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលមន្ត្រីគ្រប់ជាន់ថ្នាក់រួមជាមួយបុត្រធីតាបងប្អូនញាតិមិត្តសាច់សាលោហិតទាំងប្រុសទាំងស្រីបានរៀបចំចាត់ចែងធ្វើបុណ្យតក្កណានុពទានឧទ្ទិសមេផលជូនដល់វិញ្ញាណក្ខន្ធរបស់សម្ដេចតាមប្រពៃណីព្រះពុទ្ធសាសនាច្រើនថ្ងៃកន្លងមកហើយពេលនេះជានាទីចុងក្រោយដែលសម្ដេចនឹងយើងខ្ញុំទាំងអស់គ្នាព្រមទាំងបុត្រាបុត្រីចៅប្រុសចៅស្រីរបស់សម្ដេចខានបានជួបគ្នាជារៀបជួបមុខគ្នាជារៀបរហូតប្រមាណនាទីទៀតនេះសពសម្ដេចនឹងរលាយសូមពីយើងខ្ញុំទាំងអស់គ្នាហើយយើងខ្ញុំទាំងអស់គ្នាសូមគោរពអញ្ជើញវិញ្ញាណក្ខន្ធសម្ដេចទៅកាន់សុគតិភពជាទីបរមសុខជារៀងរហូតតទៅប៉ុន្តែអ្វីដែលបន្សល់ទុកនៅហើយមិនរត់សូនបងតាមរូបកាយរបស់សម្ដេចនោះគឺសេចក្តីល្អអំពើជាកុសលសេចក្តីថ្លៃថ្នូរសកម្មភាពតស៊ូអំណាចជាយាមភាពមុខមាត់ក្នុងការងារភក្តីភាព
និងឧត្តមកតេស្នាដៃដ៏ធំធេងរបស់សម្ដេចចំពោះជាតិសាសនាព្រះមហាក្សត្រចំពោះសង្គមជាតិចំពោះព្រះពុទ្ធសាសនានិងចំពោះប្រជាពលរដ្ឋគុណធម៌ដ៏ឧត្តមឧត្តមនេះនឹងមិនបាត់បង់ឡើយហើយនឹងស្ថិតនៅជាអមតៈអស់កលជាដរាបតរៀងទៅយើងខ្ញុំទាំងអស់គ្នាសូមប្រាជ្ញាបន្តថែរក្សានិងពង្រីកនៅឧត្តមកតេជាតិមនសិការស្នេហាជាតិវីរភាពនិងបទពិសោធន៍របស់សម្ដេចឲ្យថិតថេរនិងរីកចម្រើនជានិច្ចនិរន្តរ៍ជាទីបញ្ចប់ទូលព្រះបង្គំជាខ្ញុំប្រកាសណាខ្ញុំសូមប្រគេននិងជូនពរប្រការថ្វាយប្រគេននិងជូនពរប្រការណាជាអម្ចាស់ជីវិតលើទ្វូសម្ដេចព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈសម្ដេចព្រះសង្ឃរាជព្រះថេរានុថេរៈគ្រប់ព្រះអង្គសម្ដេចព្រះម្ចាស់ឯកឧត្តមលោកជំទាវលោកអញ្ញាលោកស្រីមន្ត្រីរាជការកងកម្លាំងប្រវត្តិជនរួមជាតិទៅគ្រប់ទិសទីអង្គទូតអង្គការជាតិអន្តរជាតិទីពុទ្ធបរិស័ទនិងមានវុទ្ធចិត្តថ្ងៃទាំងអស់សូមបានប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លានឃើញឡើយសូមអរគុណសូមអរគុណជាបន្តទៅទៀតទូលព្រះបង្គំជាខ្ញុំសូមព្រះរាជានុញ្ញាតយាងព្រះករុណាជាអម្ចាស់ជីវិតដោយស្វងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតយាងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគោរពអញ្ជើញសម្ដេចឯកឧត្តមលោកជំទាវភ្ញៀវកិត្តិយសជាតិអន្តរជាតិមេតាក្រោកឈរដើម្បីគោរពសពនេគ្រាបច្ឆាមរណៈគុំជាខ្ញុំសម្បត្តិសូមព្រះជាញ្ញាតគ្រប់អញ្ជើញសម្ដេចឯកឧត្តមលោកជំទាវលោកស្រីភ្ញៀវកិត្តិយសជាតិអន្តរជាតិដើម្បីអញ្ជើញដាក់ផ្កាខ្លឹមច័ន្ទ
សូមព្រេងពិនពាទ្យបាទសូមព្រេងពិនពាទ្យមេត្តាប្រគំ
អរគុណម៉ែ ទស្សនិកជនជាទីគោរពលោកអ្នកកំពុងតែទស្សនាការផ្សាយផ្ទាល់ទូរទស្សន៍ជាតិកម្ពុជាពីពិធីជាបណកិច្ចសពសម្ដេចអគ្គមហាធម្មពោធិសាគតិប្រិទ្ធបណ្ឌិតជាស៊ីនដែលនៅពេលនេះយើងសង្កេតឃើញថ្នាក់ដឹកនាំកម្ពុជារបស់ជាតិឯកឧត្តមជាឯកអគ្គរដ្ឋទូតឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសនានាប្រចាំព្រះរាជាណាចក្រកម្ពុជាមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធបានអញ្ជើញជាបន្តបន្ទាប់ដាក់ជូននៅកម្រងផ្កាច័ន្ទទៅដូចជាផ្កាច័ន្ទជូនដំណើរជាចុងក្រោយចំពោះសម្ដេចអគ្គមហាធម្មពោធិសាគតិប្រិទ្ធបណ្ឌិតជាស៊ីនជាការលាគ្នាចុងក្រោយនិងសូមឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាគតិប្រិទ្ធបណ្ឌិតសូមសម្ដេចបានទៅកាន់សុគតិភពបានយោនយកកំណើតនៅទីឋានដ៏ខ្ពង់ខ្ពស់កំបីឃ្លៀងឃ្លាតឡើយថ្មីត្បិតតែរូបសម្ដេចបានលាចាកលោកទៅបន្តិចទៀតនេះរូបកាយរបស់សម្ដេចត្រូវបានរំលាយក៏ពិតមែនប៉ុន្តែសកម្មភាពវីរភាពរាល់សកម្មភាពដែលសម្ដេចបានធ្វើកន្លងមកប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសចងចាំជានិច្ចទុកក្នុងក្រអៅបេះដូងនិងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះគុណូបការៈគុណដែលសម្ដេចបានត្រួសត្រាយផ្លូវដ៏ល្អប្រសើរសម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយបានដើរតាមនិងបដិញ្ញាចូលរួមកសាងការពារថែរក្សាប្រទេសជាតិឲ្យបានគង់វង្សការពារបូរណភាពទឹកដីនិងកសាងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនរុងរឿងទៅថ្ងៃអនាគតលោកស្រីព្រឹទ្ធកិច្ចជនជាទីគោរពនៅក្នុងឱកាសដ៏សានក្រៀមក្រំនេះគឺជាការជួបគ្នាចុងក្រោយរបស់ថ្នាក់ដឹកនាំស្ថាប័នកម្ពុជារបស់
ប្រសិទ្ធិរដ្ឋាភិបាលរាជរដ្ឋាភិបាលឯកឧត្តមលោកជំទាវដែលជាថ្នាក់ដឹកនាំគ្រប់បណ្ដាស្ថាប័នដែលចំណុះឲ្យព្រះរាជាណាចក្រកម្ពុជាទាំងអស់គឺពិតជាសម្ដែងលើការសោកស្ដាយអាឡោះអាល័យចំពោះថ្នាក់ដឹកនាំជារៀមច្បងជាមិត្តភក្តិជាប្អូនជាអ្នករួមការងារជាអ្នករួមអាវុធជាមួយគ្នានៅក្នុងវេលាបន្តិចទៀតនេះព្រះអគ្គីនឹងឆាប់យកនៅកាយរបស់សម្ដេចអគ្គមហាធនៈពោធិសាលបាត់ពីលើលោកនេះជាងទៅក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺស្នាដៃដ៏ជឿនជ័យភាពញញឹមស្រស់ស្រាយកាយវិការដ៏ទន់ភ្លន់ភាពរស់រវើកជាថ្នាក់ដឹកនាំធ្វើឲ្យយើងទាំងអស់គ្នាដែលជាថ្នាក់ដឹកនាំក្រោមដែលជាប្រជារាស្ត្រដែលជាកងកម្លាំងដែលប្រជាជនគ្រប់ស្រទាប់វណ្ណៈទាំងអស់មិនអាចបំភ្លេចបាននូវគុណបំណាច់ដ៏ធំធេងដែលរាជរដ្ឋាភិបាលកម្ពុជាដែលព្រឹទ្ធសភាដែលរដ្ឋសភាក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទូទាំងព្រះរាជាណាចក្រកម្ពុជាគឺចាត់ទុកសម្ដេចអគ្គមហាធនៈពោធិសង្ឃជាស៊ីមគឺជារដ្ឋបរិះដ៏សំខាន់បំផុតដែលបានរួមចំណែកធ្វើឲ្យព្រះរាជាណាចក្រកម្ពុជារួចចាក់ផុតពីនឹមទូតប្រារបស់របបកម្ពុជាប្រជាធិបតេយ្យស្ថិតនៅក្នុងសមណទុក្ខដ៏សោកសង្រេងខ្សឹបស៊ូរំជួលចិត្តដ៏សែនក្រៀមក្រំយ៉ាងក្រៃលែងយើងខ្ញុំសូមចូលរួមនៅការសោកស្ដាយជាទីបំផុតផងដែរយកព្រះអគ្គីមកថ្វាយនៅកណ្ដាលជាអង្គលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរួចព្រះកណ្ណាជាអង្គចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតប្រោសរាជទានព្រះអគ្គីដ៏សពទីព្រះពន្តិជ័យទាំងព្រះរាជាណាចក្រកម្ពុជាក៏សូមសំណើនៅសមរតុកយ៉ាងក្រៀមក្រំជាទីបំផុតចូលរួមបរណទុក្ខជាមួយនឹងក្រុមគ្រួសារនៃសពសម្ដេចអគ្គមហាធម្មពោធិសង្ឃជាស៊ីមនៅក្នុងឱកាសដ៏ក្រៀមក្រំនេះផងដែរសម្ដេចអគ្គមហាធម្មពោធិសង្ឃជាស៊ីមគឺជាកុលបុត្រកម្ពុជាជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមមួយរូបជាវីរជនពោពេញទៅដោយគ្រឹះធម៌សច្ចធម៌បានធ្វើពលិកម្មជាច្រើនបូជានឹងកម្លាំងកាយចិត្តប្រាជ្ញាចូលរួមដឹកនាំកម្លាំងតស៊ូរំដោះប្រទេសនិងប្រជាពលរដ្ឋឲ្យរួចចាក់ផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតនិងបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការស្ដារនិងកសាងប្រទេសជាតិឲ្យមានសុខសន្តិភាពនិងស្ថិរភាពនយោបាយដើម្បីវឌ្ឍនភាពវិបុលភាពនិងការរីកចម្រើនឥតឈប់ឈររបស់ជាតិមាតុភូមិយើងជាពិសេសនោះ
ក្នុងការដឹកនាំប្រសិទ្ធភាពដែលជាស្ថាប័ននៃទេពបញ្ញត្តិកម្ពុជារបស់រដ្ឋក្នុងការពង្រឹងនីតិរដ្ឋលទ្ធិប្រជាធិបតេយ្យសេរីពហុបកការគោរពសិទ្ធិមនុស្សការកាត់ទម្រង់រដ្ឋស៊ីជំរុញលើគ្រប់វិស័យនិងការលើកកម្ពស់សុខុមាលភាពនៅវីរបុរសរដ្ឋដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបតែងតែចងចាំជានិច្ចក្នុងក្រអៅបេះដូងនៅគុណូបការៈដ៏ប្រពៃថ្លៃគំរូវីរភាពដ៏ឧត្តមឧត្តមពលិកម្មដ៏ខ្ពង់ខ្ពស់បំផុតនិងទឹកចិត្តស្នេហាជាតិដ៏ស្មោះស្ម័គ្ររបស់សម្ដេចចំពោះជាតិសាសនាព្រះមហាក្សត្រប្រមិត្តទស្សនិកជនជាទីគោរពទោះបីជាពេលវេលាវែងឆ្ងាយចាប់ពីម៉ោង4ភ្លឺរហូតមកដល់ពេលនេះក៏ដោយក៏ប៉ុន្តែវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះមហាក្សត្រព្រះរាជវត្តមានរបស់សម្ដេចព្រះមហាក្សត្រីសម្ដេចឯកឧត្តមលោកជំទាវលោកស្រីមិត្តភ័ក្តិបរទេសនិងវត្តមានរបស់ឯកឧត្តមនាយឧត្តមសេនីយ៍អស់លោកស្រីដែលជាកងកម្លាំងប្រវត្តិនិងបងប្អូនប្រជាពលរដ្ឋសិស្សនិស្សិតក្រុមកៃរិទ្ធយុវជនកាកបាទក្រហមកម្ពុជានិងសហភាពសហព័ន្ធយុវជនកម្ពុជានិងបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញកំពុងតែមានវត្តមាននៅទីនេះដើម្បីជាការសម្ដែងនៃការកាន់មរណទុក្ខដ៏សានក្រៀមក្រំបំផុតដែលប្រជាជនកម្ពុជាបានបាត់បង់នៅវីរជនដ៏ឆ្នើមនោះគឺសម្ដេចអគ្គមហាធម្មពុទ្ធិសាលជាស៊ីមប្រិមត្តទស្សនិកជនជាទីគោរពនៅក្នុងឱកាសដ៏ក្រៀមក្រំនេះសម្ដេចក្រឡាហោមបានថ្វាយព្រះអគិដល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដើម្បីព្រះអង្គប្រោះប្រទាននៅព្រះអគិនៅពេលបន្តិចទៀតនេះភ្លេងខ្លងខែកបានបន្លឺឡើងធ្វើឲ្យអារម្មណ៍របស់ប្រជាពលរដ្ឋនៅក្នុងទីនេះមានភាពក្រក់ក្ដួលនិងសោកសៅជាទីបំផុតព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងប្រទានព្រះអគិដើម្បីរំលាយសពរបស់សម្ដេចអគ្គមហាធម្មពុទ្ធិសាលដែលជាវីរបុរសដ៏ឆ្នើមរបស់ប្រជាជនកម្ពុជានៅក្នុងឱកាសដ៏ក្រៀមក្រំនេះប្រជាជនកម្ពុជានៅចងចាំជាប់ក្នុងក្រអៅបេះដូងនៅស្នាដៃដ៏ជិះជ័យរបស់សម្ដេចអគ្គមហាធម្មពុទ្ធិសាលដែលបានបំពេញកាតព្វកិច្ចជារដ្ឋបុរសដ៏ឆ្នើមក្នុងការការពារឯករាជ្យបូរណធិបតីនិងបណ្ដាលបានវិញទាំងស្រុងសម្ដេចក្រឡាហោមសុខេងនិងកុលបុត្របានយកព្រះអគិដើម្បីមកថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរួចព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីព្រះសន្តិជ័យបាទជាប្រទេសកម្ពុជាទូទាំងព្រះរាជាណាចក្រកម្ពុជាកំពុងតែសម្ដែងសមរតុកយ៉ាងក្រៀមក្រំជាទីបំផុតនៅក្នុងពេលនេះព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកំពុងតែប្រោះប្រទាននៅភ្លើងអគិដល់សព
សម្ដេចអគ្គមហាភមពោធិសត្វសូមក្បែរកំជួយទៀតអ្នកក្បែរកំជួយសូមមេត្តាថយឆ្ងាយតិចวันว่าเราเป็นแม่จะไปยาวโตเจ้าคนคนใจอะไรพวกเขาต่อสู้มามันอัดเหนื่อยหับเตะช่วยทุกหลักคนใจสมใจมาออกมาเอาจากบ้านโตก็บอกกับบ้านอะไรคนใจสมองอย่าตกใจจ้าไปช้างกันนะมันไม่จับมันติดเด็กคนจับคนใจน่าจะมาคนใจคนใจคนไม่จับก็ทุกระบบคงจะเป็นชมพระราชาในงานดังอันงานเพื่อเชิญดอกสมบัติลาหอบสอกเฮดอกนางตรงโคสานสอบลายนอปริคนดังออกคนทรงกรุบอันเชิญสมบัติសូមកាថ្វាយបង្គំព្រះការប្របាទស្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃប្រជាជាតិកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមក្រាបបង្គំទូលថ្វាយសម្ដេចព្រះអគ្គមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជបិតាមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមក្រាបថ្វាយបង្គំសម្ដេចព្រះអគ្គមហាសង្ឃរាជធិបតីទេវវង្សសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតីប៊ូគ្រីសម្ដេចទីគោរពសក្ការៈសូមគោរពសម្ដេចវិបុលសេនាធិបតីសៃឈុំប្រធានព្រឹទ្ធសភានៃប្រជាជាតិកម្ពុជាជាទីគោរពសូមគោរពសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភានៃប្រជាជាតិកម្ពុជាជាទីគោរពស
សូមគោរពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជានិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុននីហ៊ុនសែនជាទីគោរពសូមគោរពសម្ដេចព្រះអង្គម្ចាស់អាយដាមលោកជំទាវលោកអញ្ញាលោកស្រីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធជនរួមជាតិពុទ្ធបរិស័ទនិងញាតិមិត្តជិតឆ្ងាយទាំងអស់ជាទីគោរពសូមគោរពតំណាងប្រទេសនានាអង្គទូតអង្គការជាតិអន្តរជាតិជាទីគោរពក្នុងនាមគ្រួសារនៃសពទូលព្រះបង្គំជាខ្ញុំសូមសម្ដែងនៅកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតទូលថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលោកត្បូងនិងសម្ដេចព្រះបរិយាមេដាជាតិខ្មែរជាទីគោរពសក្ការៈដែលព្រះអង្គបានយាងជាមហាកិត្តិយសដ៏ដឹងឧត្តមបំផុតក្នុងពិធីបូជាសពសម្ដេចអគ្គមហាធម្មពុរិសាលជាស៊ីមនាពេលនេះព្រមជាមួយនេះទូលបង្គំខ្ញុំប្រកាសថាខ្ញុំក៏សូមថ្លែងអំណរព្រះគុណនិងអំណរគុណដ៏ជ្រាលជ្រៅបំផុតថ្វាយប្រគេននិងជូនចំពោះសម្ដេចអគ្គមហាសង្ឃរាជជាអធិបតីសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជជាអធិបតីសម្ដេចព្រះសង្ឃនាយករងនិងប្រធេរានុធេរៈជាទីសក្ការៈសម្ដេចបិបុលសេនាបក្តីសៃឈុំប្រធានព្រឹទ្ធសភាសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុននីហ៊ុនសែនសម្ដេចព្រះអង្គម្ចាស់អាយដាមលោកជំទាវលោកអញ្ញាលោកស្រីតំណាងប្រទេសនានាអង្គទូតគណៈបកនយោបាយនានាវិស័យឯកជនអង្គការសង្គមស៊ីវិលភ្ញៀវកិត្តិយសជាតិអន្តរជាតិញាតិមិត្តជិតឆ្ងាយទាំងអស់ដែលបានចូលរួមរំលែកទុក្ខដ៏មហាក្រៀមក្រំនិងបានចូលរួមក្នុងពិធីបូជាសពសម្ដេចអគ្គមហាធម្មពុរិសាជាស៊ីមនាពេលនេះផងដែរជាបន្តទូលបង្គំខ្ញុំប្រកាសថាខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតថ្វាយប្រគេនសម្ដេចព្រះអគ្គមហាសង្ឃរាជជាអធិបតីសម្ដេចព្រះអភិសិរីគុន្ធាមហាសង្ឃរាជជាអធិបតីសម្ដេចព្រះសង្ឃនាយករងប្រធេរានុធេរៈគ្រប់ព្រះអង្គនិងសូមអនុញ្ញាតគោរពថ្លែងនៅអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះរដ្ឋសភាព្រឹទ្ធសភារាជរដ្ឋាភិបាលគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិមន្ត្រីរាជការបុគ្គលិកកម្មករកងកម្លាំងប្រដាប់អាវុធថ្នាក់ដឹកនាំសមាជិកាគណៈបកប្រជាជនកម្ពុជាដែលបានយកអស់កម្លាំងកាយចិត្តជួយជ្រោមជ្រែងរៀបចំរំពិធីបុណ្យសពសម្ដេចអគ្គមហាធម្មពុរិសាជាស៊ីមប្រកបដោយភាពមហោឡារិកនិងអធិកធមស័ក្តិសមយ៉ាងក្រៃលែងទន្ទឹមនេះទូលព្រះបង្គំខ្ញុំប្រកាសថាខ្ញុំសូមថ្លែងនៅអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមវិជ្ជបណ្ឌិតនៃប្រទេសវៀតណាមប្រទេសបារាំងប្រទេសសង្ហបុរីនិងវិជ្ជបណ្ឌិតគិលានុបដ្ឋាប្រាជ្ញាស្មារតីខិតខំព្យាបាលជំងឺនិងថែទាំសុខភាពសម្ដេចអគ្គមហាធម្មពុរិសាជាស៊ីមដោយយកចិត្តទុកដាក់ជាទីបំផុតសក្ខីភាពខាងលើនេះបានបញ្ជាក់ឲ្យឃើញច្បាស់នៅព្រះរាជហឫទ័យសន្តោសប្រណីនិងទឹកចិត្តគោរពស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រនិងជ្រាលជ្រៅបំផុត
ចំពោះសម្ដេចអគ្គមហាធម្មពុរិសាជាស៊ីមដែលធ្វើឲ្យយើងខ្ញុំជាក្រុមគ្រួសារទាំងអស់គ្នាគ្មានថ្ងៃនឹងបំភ្លេចបានឡើយជាក្នុងឱកាសនេះយើងខ្ញុំដែលជាសមាជិកគ្រប់រូបនៃក្រុមគ្រួសារសពសូមបដិញ្ញាបន្តអប់រំនិងហាត់ពុតនៅដំខ្លួនតាមអាវាតនិងគំរូល្អប្រពៃរបស់សម្ដេចអគ្គមហាធម្មពុរិសាជាស៊ីមឲ្យបានខ្ជាប់ខ្ជួនដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯងផងសម្រាប់គ្រួសារផងនិងជាកោសិកាដ៏ល្អសម្រាប់សង្គមជាតិផងជាទីបញ្ចប់ទូលព្រះបង្គំជាខ្ញុំសូមលំអរកាយថ្វាយព្រះពរសិរីមង្គលថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លោកដូននិងសម្ដេចព្រះរាជមេដាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពស់បំផុតសូមព្រះអង្គទាំងទ្វេមានរាជសុខភាពល្អបរិបូរណ៍ព្រះបញ្ញាញាណភ្លឺថ្លានិងប្រជញ្ញមានយូរយូរដើម្បីគង់ប្រថាប់ជាមនុស្សដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរគ្រប់រូបតរៀងទៅទន្ទឹមនេះទូលបង្គំខ្ញុំបកាណាខ្ញុំក៏សូមថ្វាយព្រះពរប្រកេតពរនិងជូនពរសម្ដេចព្រះសង្ឃរាជប្រធេរានុធេរៈគ្រប់ព្រះអង្គថ្នាក់ដឹកនាំសម្ដេចព្រះអង្គម្ចាស់ឯកឧត្តមលោកជំទាវលោកអញ្ញាលោកស្រីមន្ត្រីរាជការបុគ្គលិកកម្មករកងកម្លាំងប្រដាប់អាវុធអង្គទូតអង្គការជាតិអន្តរជាតិពុទ្ធបរិស័ទនិងញាតិមិត្តជិតឆ្ងាយទាំងអស់សូមបានប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈ8គ្រាទៅឡើយសូមអរព្រគុណសូមអរគុណពីថ្នាក់ដឹកនាំចំសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចអគ្គមហាពញ្ញចក្រីហេងសំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវនិងថ្នាក់ដឹកនាំស្ថាប័នរដ្ឋសភានិងរាជរដ្ឋាភិបាលជាច្រើនជនជាទីគោរពនៅពេលនេះព្រះករុណាជាអង្គម្ចាស់ជីវិតដ៏ត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរស្ដេចយាងនិវត្តន៍ទៅកាន់ព្រះបរមរាជវាំងវិញក្រោមការថ្វាយព្រះរាជដំណើរដោយសម្ដេចអគ្គមហាពញ្ញចក្រីហេងសំរិននិងលោកជំទាវសម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសម្ដេចវិបុលសេនាធិការសាយឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអាយដាមលោកជំទាវអិសរាជជនជាន់ខ្ពស់ស្ថាប័នព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលនៅក្នុងពេលនេះដែរយើងក៏សង្កេតឃើញការអញ្ជើញនិវត្តន៍របស់អាយដាមលោកជំទាវអិសរាជជនជាន់ខ្ពស់ស្ថាប័នព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលអាយដាមជាឯករាជ្យទូតឯករដ្ឋទូតនិងភ្ញៀវកិត្តិយសជាតិអន្តរជាតិក៏បានអញ្ជើញនិវត្តន៍ជាបន្តបន្ទាប់ដោយពំនាំយកនៅក្តីទុក្ខសោកវិយោគចំពោះការបាត់បង់រូបសម្ដេចអគ្គមហាធម្មពុទ្ធិសា
គតិព្រឹទ្ធបណ្ឌិតជាស៊ីមដែលនៅពេលនេះរូបកាយរបស់សម្ដេចកំពុងត្រូវបានរំលាយខណ្ឌលាចាកលោកនេះទៅយើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋសូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់សម្ដេចបានទៅកាន់សុគតិភពនិងបានយន់យកកំណើតនៅទីឋានដ៏ខ្ពង់ខ្ពស់កំបីឃ្លៀងឃ្លាតឡើយទូរទស្សនិកជនជាទីគោរពនៅពេលនេះការផ្សាយផ្ទាល់ពិសេសពីពិធីឈាបនកិច្ចសពសម្ដេចអគ្គមហាធម្មពោធិសាគតិព្រឹទ្ធបណ្ឌិតជាស៊ីមប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណៈបកប្រជាជនកម្ពុជាបានមកដល់ទីបញ្ចប់យើងខ្ញុំជំនួសមកឲ្យថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានៃក្រសួងព័ត៌មានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមលោកជំទាវជាអគ្គនាយកអគ្គនាយិកាស្ថានីយ៍ទូរទស្សន៍ទាំងអស់នៅក្នុងប្រទេសកម្ពុជាក៏ដូចជាវិទ្យុ FM ជាតិទាំង17ខេត្តក្រុងដែលបានសហការផ្សាយបន្តផ្ទាល់ចាប់ផ្ដិតយករូបភាពក៏ដូចជាសម្លេងនៃពិធីផ្ទាល់ជូនដល់ទូរទស្សនិកជននិងមនស្សស្ដាប់បានដឹងអំពីពិធីឈាបនកិច្ចដ៏ឧត្តមឧត្តមជូនចំពោះសម្ដេចអគ្គមហាធម្មពោធិសានៅក្នុងឱកាសនេះយើងខ្ញុំក៏សូមគោរពខន្តីអភ័យទោសរាល់កំហុសឆ្គងដែលកើតមានឡើងដោយអចេតនាសម្រាប់ការផ្សាយផ្ទាល់ពិសេសនេះផងដែរនៅពេលនេះក្រុមការងារទូរទស្សន៍ជាតិកម្ពុជាដែលធ្វើការនៅក្នុងពិធីនេះសូមគោរពថ្លែងអំណរគុណនិងសូមអរគុណសូមគោរពអញ្ជើញទូរទស្សនិកជនតាមដានទស្សនាកម្មវិធីផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាពីស្ថានីយកណ្ដាលជាបន្តទៀតដោយតទៅសូមអរគុណសូមជម្រាបលា កម្ពុជាយើងបានឆ្លងកាត់សម័យកាលវិវត្តន៍នៅក្នុងស្ថានភាពខុសៗគ្នាដែលមានកុលបុត្រកុលធីតាអ្នកស្នេហាជាតិជាច្រើនបានតស៊ូពុះពៀជំនះដោយបានបូជាអាយុជីវិតដើម្បីតែបបផែនគង់វង្សនៃខឿនឯករាជ្យជាតិសុខសន្តិភាពវឌ្ឍនភាពសង្គមនិងសុខសុភមង្គលរបស់ប្រជាជនកម្ពុជាប្រវត្តិសាស្ត្របានកត់ត្រាដោយចងចាំជាប់ជានិច្ចពីឆន្ទៈស្នេហាជាតិយ៉ាងមោះមុតរបស់សម្ដេចអគ្គមហាធម្មពោធិសាជាស៊ីមដែលរូបសម្ដេចចាប់តាំងពីវ័យនៅកុមាររហូតដល់ពេញវ័យទោះថាជីវិតកំណើតប្រសូតចេញពីគ្រួសារកសិកររស់នៅឯជនបទឆ្ងាយដាច់ស្រយាលយ៉ាងណាក្តីក៏កុមារម្នាក់នេះយុវជនមួយរូបនេះតែងតែបានតាំងចិត្តដោយតម្កល់ជីវិតធ្វើជាអ្នកបម្រើប្រជាជននៅក្នុងប្រវត្តិសាស្ត្រនៃរបបបត់បែនរបស់សង្គមជាតិយើងគឺបានឆ្លងកាត់ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយទៀតចាប់តាំងពីគ្រាដំបូងនៅក្នុងសម័យតស៊ូដើម្បីឯករដ្ឋប្រហារទម្លាក់
សម្ដេចព្រះប្រមុខរដ្ឋនរោត្តមសីហនុនឹងការចូលរួមក្នុងចលនាវាយរំលំរបបកម្ពុជាប្រជាធិបតេយ្យជួយសង្គ្រោះរំដោះប្រជាជាតិចេញផុតពីអំពើដ៏ឃោរឃៅប្រល័យពូជសាសន៍ក្នុងទិវាមហាជ័យជំនះ7 មករាឆ្នាំ 1979 សម្ដេចអគ្គមហាធម្មពុទ្ធិសាជាស៊ីមជីវរជនដ៏ឆ្នើមមួយរូបរបស់ជាតិនិងប្រជាជនជីវរជន7 មករាដែលបានធ្វើឲ្យប្រទេសជាតិដែលរងនៅភាពវិនិស្សកម្មនៅគ្រប់ហេដ្ឋារចនាសម្ព័ន្ធសង្គមអាយុជីវិតជាតិនិងប្រជាជនកម្ពុជាស្ទើររលត់បាត់ស្រស់បំប្រងនិងបោះជំហានរីកចម្រើនឥតឈប់ឈរប្រជាជននៅគ្រប់ទិសទីបានចូលរួមនៅក្នុងចលនាការពារកសាងមិត្តភូមិក្រោមការដឹកនាំប្រកបដោយស្មារតីស្នេហាជាតិដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាធម្មពុទ្ធិសាជាស៊ីមនៅក្នុងទូនាទីជាសមាជិកក្រុមប្រឹក្សាប្រជាជនកម្ពុជានិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងឆ្នាំ 1979 ក្នុងគ្រប់សកម្មភាពស្ថាបនាកសាងជាតិនិងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋដល់ទប់ស្កាត់បានការវិលត្រឡប់របស់របបផ្លាយពូជសាសន៍ប៉ុលពតប្រជាពលរដ្ឋគ្រប់រូបទាំងចាស់ក្មេងនៅគ្រប់ក្រុមគ្រួសារមានជីវិតថ្មីយ៉ាងស្រស់បំព្រងទីអារាមលាន់ឮសម្លេងធម៌យ៉ាងកងរំពងទីជនបទបានកែប្រែមុខមាត់ថ្មីកុមារាកុមារីធ្វើដំណើរទៅកាន់សាលារៀនដោយសម្លេងក្អាស់ក្អាយនៃជីវិតមានសិទ្ធិសេរីភាពទីក្រុងទីប្រជុំជននៅទូទាំងប្រទេសប្រែមុខមាត់ថ្មីអ្វីទាំងអស់ដែលបានបាត់បង់ត្រូវបានធ្វើឲ្យរស់ឡើងវិញវប្បធម៌ប្រពៃណីជាតិដ៏ល្អផូរផង់ចាប់ផ្ដើមរីកលូតលាស់ប្រកបដោយមោទនភាពអត្តសញ្ញាណជាតិខ្មែរត្រូវបានពង្រីកពង្រឹងតម្កល់ជាដួងព្រលឹងជាតិទាំងនៅក្នុងផ្ទៃប្រទេសនិងនៅលើឆាកអន្តរជាតិ សម្ដេចអគ្គមហាធម្មពុទ្ធិសាជាស៊ីមគឺជាកុលបុត្រខ្មែរជាឥស្សរជនរបស់ជាតិ
ជីវរៈជនដ៏ឆ្នើមមួយរូបដែលបានធ្វើឲ្យដំណើរឆ្លងកាត់របស់កម្ពុជាតាំងពីគ្រាដំបូងនៃការរំដោះជាតិដែលមានត្រឹមតែបាតដៃទទេរហូតមកដល់ពេលសម័យបច្ចុប្បន្នគឺអាចចាត់ទុកបានជាក្របពូជគំរូឆ្នើមក្នុងការបណ្ដុះជួរអ្នកដឹកនាំបន្តវេនជាមួយកំណត់មរតកដែលសម្ដេចបានទុកជាមេរៀនពិសោធន៍ដ៏ល្អក្នុងការគិតគូរជាដរាបក្នុងសកម្មភាពការងារដោយខិតខំក្នុងការស្ថាបនាសមិទ្ធផលជាតិឲ្យកាន់តែរុងរឿងត្រចះត្រចង់និងមានទុកខ្ញុំល្បីអូនដងនៅអាស៊ីប្រជាជនគ្រប់ទិសហំសំពីក៏សាងជាតិក្រោយរំដងកម្ពុជានៅក្នុងកលៈទេសៈដែលកម្ពុជាមានសន្តិភាពផងនិងមានសង្គ្រាមផងសម្ដេចអគ្គមហាធម្មពុទ្ធិសាជាសៀមជាថ្នាក់ដឹកនាំជាតិមួយរូបបានចូលរួមគាំទ្រយ៉ាងសកម្មនៅក្នុងការអនុវត្តគោលនយោបាយបង្រួបបង្រួមជាតិរបស់រដ្ឋកម្ពុជាជាពិសេសវេទិកានៃការចរចារបស់រដ្ឋបរោះសម្ដេចតេជោហ៊ុនសែនជាមួយព្រះករុណាព្រះមហាវីរក្សត្រសម្ដេចព្រះនរោត្តមសីហនុព្រះករុណាព្រះបរមរតនកោដ្ឋរហូតដល់កម្ពុជាសម្ដេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនាថ្ងៃទី23ខែតុលា ឆ្នាំ1991និងដោយមានការគាំទ្រពីអង្គការសហប្រជាជាតិសង្គ្រាមផ្ទៃក្នុងជាតិដោយការបង្ហូរឈាមរវាងខ្មែរនិងខ្មែរត្រូវបានបញ្ចប់ខ្ញុំ